I've got to get out of here. I've got to get out of here. Calm down. Get a hold of yourself. សាកសម័យថាអ្នកកំពុងអង្គុយនៅលើកម្ពស់ 10000 ម៉ែត្រនៅលើអាកាសស្រាប់តែមេឃងងឹតស្លុបហើយរន្ទះបាញ់ចំតួយន្តហោះយ៉ាងពេញទំហឹងមនុស្សគ្រប់គ្នាចាប់ផ្ដើមស្រែកឆោឡោប៉ុន្តែប្លែកអីតែយន្តហោះនៅតែអាចហោះហើរទៅមុខបានយ៉ាងរលូនហាក់ដូចជាគ្មានរឿងអ្វីកើតឡើងអីចឹងតើនេះជាមន្តអាគមឬជាអាថ៌កំបាំងវិទ្យាសាស្ត្រអ្វីឲ្យប្រកបការពិតដ៏គួរឲ្យភ្ញាក់ផ្អើលនោះគឺយន្តហោះដឹកអ្នកដំណើរធំៗទាំងអស់គឺត្រូវបានរន្ទះបាញ់ជាមធ្យមមួយដងក្នុងមួយឆ្នាំប៉ុន្តែហេតុអ្វីបានជាវាមិនដែលធ្វើឲ្យប៉ះពាល់ដល់ម៉ាស៊ីនឬធ្លាក់យន្តហោះអាថ៌កំបាំងទាំងអស់នេះគឺស្ថិតនៅលើការរចនាតួយន្តហោះដ៏ឆ្លាតវៃយន្តហោះសម័យទំនើបត្រូវបានធ្វើឡើងពីលោហៈធាតុអាលុយមីញ៉ូមឬសារធាតុផ្សំពិសេសដែលមានសមត្ថភាពចម្លងចរន្តអគ្គិសនីបានយ៉ាងល្អឥតខ្ចោះនៅក្នុងផ្នែកវិទ្យាសាស្ត្រគេហៅបាតុភូតនេះថាទ្រង់ហ្វារ៉ាដេនៅពេលដែលរន្ទះបាញ់ចំក្បាលយន្តហោះថាមពលអគ្គិសនីរាប់វល់នោះមិនបានជ្រាបចូលទៅក្នុងកាប៊ីនយន្តហោះទេឬទៅប៉ះពាល់ដល់អ្នកដំណើរនិងប្រព័ន្ធបញ្ជាឡើយផ្ទុយទៅវិញចរន្តអគ្គិសនីខ្លាំងក្លានោះនឹងរត់ជុំវិញតែសម្បកកង់ខាងក្រៅនៃតួយន្តហោះតែប៉ុណ្ណោះរួចហើយវានឹងភាយចេញទៅលើអាកាសវិញតាមរយៈចុងស្លាបឬកន្ទុយយន្តហោះយ៉ាងមានសុវត្ថិភាពមិនតែប៉ុណ្ណោះប្រព័ន្ធធុងសាំងនិងម៉ាស៊ីនយន្តហោះក៏ត្រូវបានការពារដោយស្រទាប់ដៃក្រាស់ៗដែលមិនអាចឲ្យរន្ទះបាញ់ធ្លាយចូលទៅធ្វើឲ្យបង្កការផ្ទុះបានជាដាច់ខាតដូច្នេះហើយសម្រាប់បងប្អូនដែលចូលចិត្តធ្វើដំណើរតាមយន្តហោះគឺឈប់បារម្ភរឿងមេឃភ្លៀងរន្ទះបាញ់ទៀតណាវិស្វករអាកាសចរបានគិតគូរពីរឿងសុវត្ថិភាពនេះយ៉ាងម៉ត់ចត់បំផុតមុននឹងអនុញ្ញាតឲ្យយន្តហោះហោះហើរសូមរីករាយជាមួយការធ្វើដំណើររបស់អ្នកដោយស្នាមញញឹមនិងក្តីសុខសុវត្ថិភាពគ្រប់ជើងហោះហើរប្រសិនបើបងប្អូនចូលចិត្តវីដេអូចំណេះដឹងខ្លីៗខ្លឹមៗបែបនេះកុំភ្លេចជួយចុច like ចុច subscribe Channel ចំណេះដឹង3នាទីនិងចុចសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ